ចាសសួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងនេះមកឆ្លើយតបជាមួយសំណួរបងអូនមួយដែលគាត់សួរថាមានផ្ទៃពោះប្រហែលខែដែលយើងអាចរួមដំណេកមួយគ្នាបានមានន័យថាចាប់ពីប្រហែលខែទៅប្រហែលខែដែលយើងអាចរួមបានពីប្រហែលខែទៅប្រហែលខែដែលយើងអាចផ្អាករួមភេទណាអញ្ចឹងតកតងជាមួយនឹងការរួមដំណេកគឺដូចជាមិនមានតអីទេសម្រាប់ស្ត្រីមានផ្ទៃពោះគាត់ថានៅក្នុងកំឡុងពេលត្រីមាសទី1ចាគឺស្ត្រីងាយប្រឈមនឹងការរលូតបើសិនបើមានការប៉ះទង្គិចទៅលើមាត់ស្បូនញឹកញាប់អាចនឹងស្ត្រីមានការគម្រាមរលូតណាមួយប៉ុន្តែបើស្ត្រីមានសុខភាពល្អធម្មតាមិនមានសញ្ញានៃការធ្លាក់ឈាមអីខុសធម្មតាទេគឺអាចរួមភេទបានចាតិចតាក់ទងជាមួយនឹងដៃគូរបស់យើងចាហើយមួយទៀតគឺចូលត្រីមាសទី3មានន័យថាចូលដល់8ខែកន្លះទៅ9ខែគឺជាពេលវេលាមួយដែលយើងត្រៀមក្នុងការសម្រាលហើយអញ្ចឹងបើសិនបើយើងធ្វើការរួមភេទខ្លាំងវាអាចប៉ះទង្គិចទៅលើមាត់ស្បូនឬក៏អាចប៉ះពោះប៉ះអីវាអាចនឹងប៉ះពាល់ទៅលើទឹកភ្លោះឬក៏បែកឬក៏អីអញ្ចឹងណាវាអាចងាយឬក៏អាចឲ្យស្ត្រីនឹងឈឺពោះសម្រាលកូនមុនកំណត់បានដែរហ្នឹងវាតកតងជាមួយនឹងបច្ចេកទេសនៃការរួមដំណេករបស់យើងឯងតកតងជាមួយនឹងក្នុងកំឡុងពេលផ្ទៃពោះគឺអត់មានការហាមឬក៏តមនឹងការរួមភេទទេគ្រាន់តែថាយើងមើលទៅលើដៃគូរបស់យើងតើគាត់មានសុខភាពល្អអត់ឬគាត់មានបញ្ហាប្រឈមណាមួយអត់អញ្ចឹងបើសិនបើអត់អីទេគឺធម្មតាយើងរួមភេទតិចអត់ប៉ះពាល់ទៅលើទារកក្នុងផ្ទៃទេចាអរគុណជម្រាបលា